ជំរាបសួរបងប្អូនថ្ងៃនេះមកបង្ហាញអំពីការថែទាំកូនពត្រាព្រោះអីពេលដែលបងប្អូនទៅដាំហើយយើងអត់ថែទាំដិតដល់នឹងជួបប្រទះកូនពត្រាព្រៃនឹងដោះចេញមកហើយយើងអត់បានកាត់វាអត់បានអីនឹងធ្វើឲ្យពត្រាពូជរបស់យើងវាក្រិនបាទដោយសារតែកូនពត្រាព្រៃវាដោះចេញមកវាបើកជញ្ជក់រសជាតិបាក់កន្លែងនេះគឺកន្លែងយើងតបាក់កន្លែងតអញ្ចឹងទៅក្រោមកន្លែងតហ្នឹងឃើញប្រឡូកឃើញអីដោះមកគឺយើងត្រូវតែកាត់នេះកូនដែលពត្រាព្រៃគឺវាមានបន្លាច្រើនអញ្ចឹងនេះបងប្អូនបន្លាច្រើនបើប្រៀបធៀបជាមួយពត្រាពូជបាទនេះខាងលើនេះគឺអត់មានបន្លាទេអញ្ចឹងពត្រាព្រៃគឺបន្លាច្រើនហើយញឹកជាងអញ្ចឹងយើងអាចសម្គាល់អញ្ចឹងបានបាទអញ្ចឹងយើងត្រូវតែកាត់វាអញ្ចឹងកាត់ហើយមិនមែនកាត់តែម្ដងទេបាទឧទាហរណ៍កន្លែងដើមនេះម្ដងបាទដើមនេះគឺខ្ញុំនឹងកាត់ប្រហែលដងហើយបាទបងប្អូនអាចមើលឃើញចិត្តកន្លែងគល់ហ្នឹងគឺខ្ញុំកាត់ច្រើនដងហើយតែនៅតែដោះបាទនៅតែដោះមកដដែលទេបាទនេះអញ្ចឹងពេលវាធំអញ្ចឹងគឺយើងអត់មើលឃើញកន្លែងតវាទេប៉ុន្តែយើងអាចដឹងឬក៏សម្គាល់ឃើញកន្លែងតវាអាចមានពកធំជាងកន្លែងធម្មតាកន្លែងគល់ហ្នឹងបាទហ្នឹងគឺស្នាមពណ៌រៀងថ្នោតចាស់នៅបាក់កន្លែងនេះលើនឹងទីបាទហើយខ្ញុំកាត់កន្លែងហ្នឹងច្រើនដងហើយជុំវិញហ្នឹងគឺកូនវាដោះមករហូតអញ្ចឹងត្រូវតែកាត់ទៀតបាទអញ្ចឹងមួយអាទិត្យពីរអាទិត្យយើងទៅមើលដឹងឃើញមានដោះប្រឡូកក្រោមមកកន្លែងយើងកាត់មកទៀតហើយវាសុទ្ធតែជាកូនពត្រាព្រៃទេបើសិនបើបងប្អូនទុកវានឹងនាំឲ្យកូនពត្រាយើងនាំឲ្យពត្រាពូជរបស់យើងនឹងមិនល្អទេបាទនេះដូចខ្ញុំគល់នេះអីខ្ញុំកាត់ច្រើនដងហើយបាទកាត់ពីខាងស្ដាំដោះខាងឆ្វេងកាត់ឆ្វេងដោះខាងស្ដាំអញ្ចឹងទៅបាទអញ្ចឹងបើសិនបើយើងអត់ថែវាទេយើងនឹងគិតថាអូអ្នកលក់បោកយើងដោយសារតែក្នុងដើមរបស់យើងវាមានពត្រាព្រៃផងពត្រាពូជផងដូចដើមនេះជាដើមមើលដើមនេះគឺដូចគ្នាដែរខ្ញុំកាត់ហើយកាត់ទៀតអញ្ចឹងអត់បានកាត់អត់បានមើលវាតែមួយអាទិត្យពីរអាទិត្យគឺដោះមកនេះអានេះមួយដើមអានេះមួយដើមទៀតនោះបាទនោះបាទអញ្ចឹងដើមនេះសឹងតែបាទនេះដើមនេះសឹងតែប៉ុនដើមពត្រាពូជអញ្ចឹងត្រូវតែកាត់វាអញ្ចឹងដូចខ្ញុំលើកបញ្ជាក់អញ្ចឹងសម្គាល់វាគឺទី1គឺបន្លាវាញឹកល្អញឹកច្រើនបាទហើយនេះប្រៀបធៀបអត់មានបន្លាទេបាទអញ្ចឹងកូនពត្រាព្រៃដែលបដោះមកបន្លាហើយដើមវាខុសគ្នាដែរបាទនេះខុសគ្នាបាទអញ្ចឹងបន្លាច្រើនបាទហើយយើងឲ្យតែវាដោះនៅជុំវិញគល់ហ្នឹងក្បែរគល់ហ្នឹងគឺត្រូវតែកាត់ចេញតែម្ដងមើលមិនអញ្ចឹងទេគឺពត្រាយើងពេលដាក់ពេលផ្លែទៅអានោះក៏វាផ្លែដែរក៏តែផ្លែបែបព្រៃយូរទៅវាប្រសិនបើយើងទុកដើមរហូតដល់1ឆ្នាំឬក៏2ឆ្នាំហើយភ្លេចមើលវាទៅពេលធំដើមធំប៉ុនគ្នាទៅយើងពិបាកកំណត់ថាដើមណាដើមព្រៃដើមណាដើមពូជហើយមួយទៀតវានឹងដើមពូជអាចក្រិនដោយសារតែដើមព្រៃវាមានកម្លាំងជាងដោយសារវាចេញពីគល់ពីឫសវាមកតែម្ដងបាទអញ្ចឹងហើយយើងត្រូវតែថែទាំវាមើលមែនតើកុំអីពេលដែលដោះមកយើងអាចចោតអ្នកលក់ទាំងលក់ពត្រាអត់ល្អយើងអីចឹងជាដើមបាទអរគុណច្រើនបងប្អូន